Hello សួស្តីអ្នកទាំងអស់គ្នាចឹងយើងត្រឡប់មកវិញជាមួយនឹង Anime Cowboy Bebop ភាគទី2ចឹងកាលពីវគ្គមុនយើងបានដឹងថា Spy របស់យើងទៅតែដាច់បាយហើយទេប៉ុន្តែនៅភាគមួយនេះ Spy ហើយនឹង J របស់យើងគឺបានត្រឡប់មកវិញជាមួយនឹងបេសកកម្មថ្មីដែលបេសកកម្មមួយនោះគឺទៅចាត់អ្នកដើរតាក់ឆ្កែម្នាក់ហើយអ្វីដែលសំខាន់អាមួយដើរតាក់ឆ្កែហ្នឹងវាហ៊ានកែសម្ផស្សមុខរបស់ខ្លួនឲ្យខ្ទេចខ្ទីដើម្បីកុំឲ្យម្ចាស់ឆ្កែហ្នឹងចំណាំមុខវាបានចឹងតើឆ្កែមួយក្បាលនោះមានតម្លៃខ្លួនយ៉ាងណាហេតុអ្វីបានជាវាហ៊ានកែសម្ផស្សមុខរបស់វាឲ្យខ្ទេចខ្ទីអញ្ចឹងរីឯ Spy របស់យើងវិញតើគាត់អាចចាប់អាមួយតាក់ឆ្កែមួយនេះបានដែរឬអត់ចឹងដើម្បីឲ្យដឹងច្បាស់យើងចូលមកមើលភាគទី2នេះទាំងអស់គ្នា I think it's time we blow this scene. Get everybody in the stuff together. Okay, 3, 2, 1, let's jam. ជួយអត់ច្បាស់ចឹងស៊ីមួយជើងចឹងនៅភាគមួយនេះគេបានបង្ហាញយើងអំពីកម្មវិធីមួយដែលមានឈ្មោះថា Big Shot ដែលកម្មវិធីមួយនេះគឺនឹងប្រាប់អំពីតម្លៃខ្លួនរបស់អក្រិតជនទាំងអស់ទៅដល់អ្នកប្រមាញ់ហើយគោលដៅដើម្បីប្រមាញ់យកប្រាក់រង្វាន់នៅលើកនេះគឺជាបរិសម្នាក់ដែលមានឈ្មោះថាហាគីមដែលគេនឹងគឺជាចៅដើរតាក់ឆ្កែម្នាក់ហើយថ្មីនេះហាគីមទៅតែលួចឆ្កែពីមន្ទីរពិសោធន៍មួយដែលធ្វើឲ្យតម្លៃខ្លួនរបស់គេគឺឡើងរហូតដល់ទៅ8លានវូឡុងឯណោះហើយបេសកកម្មនៅលើកនេះគឺត្រូវចាប់ហាគីមទាំងរស់បើសិនជាធ្វើឲ្យហាគីមស្លាប់នោះអ្វីដែលអ្នកទទួលបានគឺបានត្រឹមតែថាប្រាក់រង្វាន់តែប៉ុណ្ណោះកំពុងតែមើលព័ត៌មានសុកក៏សត្វតែមានដុកទ័រម្នាក់បានទេទូរស័ព្ទមកកាន់ Spy គាត់ថានៅពេលនេះគឺគាត់មានព័ត៌មានសំខាន់ទាក់ទងទៅនឹងហាគីមប៉ុន្តែតម្លៃនៃព័ត៌មានមួយនេះគឺ300,000វូឡុង Spy លឺហើយក៏តបទៅវិញថាថ្លៃម៉េះចុះ20000ទៅបានយករីឯដុកទ័រលឺហើយក៏ដកដង្ហើមធំហើយក៏តបទៅវិញថាអូខេ280,000វូឡុងក៏បានដែរប៉ុន្តែក្នុងករណីនេះគាត់មានលក្ខខណ្ឌមួយនោះគឺនៅពេលដែល Spy ចាប់ហាគីមបានហើយកុំភ្លេចវាយអាហាគីមនោះឲ្យប៉ោងមុខផង Spy លឺហើយក៏ឆ្ងល់ថាមិនចឹងបន្ទាប់មកដុកទ័រនោះក៏បាននិយាយថាឲ្យឃើញយ៉ាងនេះវាវាយមុខឯងឡើងប៉ោងឯនេះរីឯព័ត៌មានដែលដុកទ័របានប្រាប់ទៅកាន់ Spy នោះគឺហាគីមគឺបានកែសម្ផស្សមុខរបស់គេហើយគេគឺបានយល់ប្រអប់វ៉ាលីមួយប៉ុន្តែមិនដឹងថានៅក្នុងនោះគឺមានអ្វីទេដែលបែបនេះ Spy ក៏បានចេញយានទៅស្វែងរកហាគីមទៅហេ8លានវូឡុងឲ្យស៊ីសាច់គោបានរាប់ឆ្នាំចាស់និយាយថាកុំតន់រាប់កូនមាន់បើសិនជាវាមិនតន់ញាស់អស់ I've got this one nailed. Take your best shot, kid. យើងងាកមកកាន់ហាគីមម្នាក់វិញនៅពេលនេះក៏កំពុងតែនិយាយជាមួយនឹងអ្នកដែលចង់ទិញតំណែងពីគាត់ហើយពួកគេក៏បានណាត់គ្នាថា6ម៉ោងទៀតគឺជួបគ្នាចឹងតម្រាំតែ6ម៉ោងទៀតមកដល់ហាគីមក៏បានទៅកន្លែងផឹកទឹកយិនសិនមួយកន្លែងប៉ុន្តែនៅពេលនោះក៏មិនទាន់បានទាំងផឹកផងក៏សន្តែមានបរិសម្នាក់ដើរមកបុកគាត់ហើយគេហៅដូចជាធ្វើនិយាយអូសកន្លែងហាគីមអញ្ចឹងរីហាគីមឃើញកន្លាតមួយវានៅចិត្តនោះក៏បានវាយកន្លាតមួយនោះដាក់ចូលទៅក្នុងកែវហើយឲ្យអាប៉ែមួយនឹងផឹកជំនួសគាត់ទៅហើយនៅពេលដែលគាត់ងាកមកកាន់វ៉ាលីរបស់គាត់វិញក៏សន្តែមានបរិសម្នាក់ទៀតឆក់វ៉ាលីមួយនោះហើយរត់ទៅបាត់ទៅហាគីមឃើញចឹងក៏បានធាក់ទ្វេនោះមួយជើងឡើងប៉ោងហើយក៏រត់ទៅតាមអាប៉ែនឹងទៅហើយតាមចុះតាមឡើងគឺបាត់សមោអាប៉ែមួយនឹងឆឹងមិនដឹងថាវារត់ទៅណាលឿនអីលឿនយ៉ាងនេះប៉ុន្តែតាមក៏ពិតទៅអាប៉ែមួយនឹងគឺបានឡើងឡានដឹកសម្រាមឯនេះទេហើយនៅពេលដែលអាប៉ែមួយនឹងបើកវ៉ាលីមួយនោះក៏សត្វតែបានប្រទះឃើញសត្វឆ្កែមួយក្បាលហើយនៅក្នុងពេលនោះដែរក៏មាននៅក្រុមការងារអ្នកពិសោធន៍ប្រមាណអ្នកពួកគេក៏កំពុងតែស្វែងរកសត្វឆ្កែរបស់ពួកគេត្រឡប់ទៅវិញដែរហើយបើតាមពាក្យសម្ដីរបស់ពួកគេសន្ទនាគ្នាគឺយើងទទួលបានព័ត៌មានមួយចំនួនថាសត្វឆ្កែមួយក្បាលនោះគឺមានតម្លៃខ្លួនមិនអាចកណនាបានទេអញ្ចឹងបើមើលទៅហាក់ដូចជាសត្វឆ្កែមួយក្បាលនោះមានតម្លៃថ្លៃខ្លាំងណាស់ចឹងហើយទៅបានជាហាគីមសុកចិត្តរហូតដល់កែសម្ផស្សមុខរបស់ខ្លួនឯងយើងងាកមកកាន់ Spy អានេះវិញនៅពេលនេះក៏បានធ្វើដំណើរទៅកាន់ហាងលក់អាវុធមួយកន្លែងប៉ុន្តែចូលទៅនឹងគឺមិនមែនតែអាវុធអីទេគឺគ្រាន់តែចង់សួរអាប៉ែអ្នកលក់នឹងថាតើគេមានស្គាល់ហាងដែលលក់សត្វនៅម្ដុំនឹងដែរឬអត់រីឯអាប៉ែមួយនោះក៏តបទៅវិញថារបស់ផ្លែមានឡើងមកកាណូហើយមកសួរចង់ទិញសត្វចិញ្ចឹមវិញចឹងហើយអាប៉ែមួយនោះក៏ចេះតែប្រាប់ Spy តាមនឹងទៅចឹងយើងក៏លេចមកមើលហាងលក់សត្វចិញ្ចឹមឯនេះវិញនៅទីនេះយើងបានឃើញអាប៉ែមួយដែលលួចវ៉ាលីពីហាគីមនោះគឺគេបានយកឆ្កែរបស់ហាគីមមកលក់នៅទីនេះហើយនៅពេលដែលគេឲ្យទៅមើលអាងចិញ្ចឹមត្រីនោះ Did you run out of funds from all the plastic surgery, Hakeem? តាមពិតទៅ Spy បានគិតថាអាប៉ែមួយនឹងគឺជាហាគីមតែមិនដែលសារតែ Spy អត់ចាំមុខហាគីមទេគាត់ខ្លាចថាហាគីមនឹងបានទៅកែសម្ផស្សមុខរបស់គេផ្សេងមួយទៀតចឹងហើយគាត់ក៏បានឲ្យអ្នកលក់ម្នាក់នឹងបើកប្រអប់នឹងសិនមកហើយនៅពេលដែលអ្នកលក់ម្នាក់នោះបើកប្រអប់មួយនឹងហើយគឺគាត់បានឃើញសត្វឆ្កែមួយក្បាលដែលជាប្រភេទពូជ Corgi ប៉ុន្តែអ្នកលក់ម្នាក់នោះក៏បាននិយាយផងដែរថាសត្វឆ្កែប្រភេទមួយនេះគឺមិនមែនជាពូជកម្រអ្វីទេគឺវាមាននៅគ្រប់ទីកន្លែងហ្នឹងចឹងហើយបើសិនជាចង់លក់គាត់ឲ្យតម្លៃ200,000វូឡុងចុះរីឯ Spy នៅពេលដែលលើតម្លៃហើយក៏សុំទោសអាប៉ែហ្នឹងហើយក៏ដើរចេញទៅព្រោះគាត់យល់
ថាមិនដែលហាក់គីមសុខចិត្តកែសម្ផស្សខ្លួនឯងដើម្បីតែលុយពីសែនវូឡុងនឹងទេហើយនៅពេលដែលដើរចេញពីហាងមួយហ្នឹងគឺទៅជន់ធ្លុកទឹកឲ្យប្រឡាក់ជើងទៀតហើយឥឡូវតែកន្លោះទឹកចេញពីជើងហ្នឹងគឺអត់បានចាប់អារម្មណ៍ថាគាត់បានដើរកាត់ហាក់គីមទេនិយាយពីថាសយលោកព្រះរីឯកូនដៅរបស់ហាក់គីមវិញគឺគាត់ទៅរកមើលហាងលក់សត្វចិញ្ចឹមក្រោយលោកក៏បានឃើញសត្វឆ្កែរបស់គាត់នៅទីនោះហើយទៅដល់គឺតអាប៉ែមួយហ្នឹងដែលកំពុងតែតថ្លៃជាមួយអ្នកលក់ទៀតប៉ុន្តែនៅពេលដែលហាក់គីមរៀបនឹងទៅចាប់ឆ្កែមួយនោះឆ្កែមួយហ្នឹងក៏ខឹងហើយកុហកបុកហាក់គីមវិញទៅរីឯហាក់គីមក៏ជ្រុតដៃកេះកៃមួយគ្រាប់បាញ់ឡើងទៅលើដែលធ្វើឲ្យសត្វដែលដើរទីនោះផ្អើលឡើងពេញនឹងហើយការផ្អើលរបស់សត្វទាំងអស់នេះគឺវាក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមអ្នកពិសោធន៍ទាំងអស់នោះផងដែររីឯស្ប៉ៃតតែមានរឿងធំជឹកបានកន្លែងទៅឃើញហាក់គីមចឹងហើយវាក៏បានបង្កើតជាមហាក្បួនដង្ហែដេញចាប់សត្វឆ្កែគឺកំពុងតែរត់គេចពីហាក់គីមរីឯហាក់គីមរត់ទៅចាប់សត្វឆ្កែដើម្បីយកទៅលក់បន្ទាប់មកគឺអ្នកពិសោធន៍ខ្លាចបែកការដោយសារតែការពិសោធន៍នេះគឺខុសច្បាប់ហើយចុងក្រោយគេគឺជាលបងស្ប៉ៃរបស់យើងដែលដេញចាប់ហាក់គីមយកតម្លៃខ្លួន8លានវូឡុងគ្រាន់តែស្ប៉ៃបានប្រឈមមុខជាមួយនឹងហាក់គីមភ្លាមស្ប៉ៃបាននិយាយទៅកាន់ហាក់គីមថារឿងរ៉ាវរបស់ឯងធ្វើឲ្យខ្ញុំចង់ស្រក់ទឹកភ្នែកព្រោះឯងហ៊ានបន្ថយជីវិតដោយសារតែសត្វឆ្កែមានតម្លៃ200,000វូឡុងចឹងហើយឯងយកសត្វឆ្កែនឹងចោះប៉ុន្តែយើងសូមចាប់ឯងយកតម្លៃខ្លួន8លានវូឡុងហើយប៉ុន្តែមិនតបានទាំងវាយគ្នាផងសត្វឆ្កែមួយនោះក៏បានរត់ហើយហក់ទៅលើទូកហាក់គីមឃើញអញ្ចឹងក៏បានហក់ទៅតាមរីឯស្ប៉ៃដែលខ្លាចបាត់បង់លុយក៏ហក់ទៅតាមហាក់គីមទៅប៉ុន្តែចង្រៃឯងឆ្កែមួយនោះក៏បានហក់ទៅបំបុកស្ប៉ៃដែលធ្វើឲ្យហាក់គីមរួចខ្លួនបាត់ទៅចឹងហើយមានន័យថាស្ប៉ៃក៏បានត្រឡប់មកយានវិញទាំងមួម៉ៅតែម្ដងនៅពេលដែលមកដល់ហើយស្ប៉ៃនៅបានរអ៊ូពីនេះពីនោះប្រាប់ចែទៀតថាមកពីឆ្កែមួយក្បាលហ្នឹងហើយធ្វើឲ្យគាត់បាត់លុយចំនួន8លានវូឡុងឃើញចឹងចែកក៏មានកំណត់មួយគាត់ថាបើទោះបីជាឆ្កែមួយនេះមិនមានតម្លៃថ្លៃពិតមែនប៉ុន្តែហាក់គីមគឺចង់បានសត្វឆ្កែមួយក្បាលនេះចឹងហើយប្រហែលជាយើងអាចរៀបអន្ទាក់មួយនេះចាប់ហាក់គីមបានចឹងហើយផែនការរបស់ចែកគឺចង់ឲ្យស្ប៉ៃបណ្ដាលឆ្កែមួយនេះនៅក្នុងទីក្រុងក្រែងលោហាក់គីមបានឃើញទៅអាចទាក់ទាញចំណាប់អារម្មណ៍របស់ហាក់គីមបានដែររីឯពួកអ្នកពិសោធន៍ទាំងអស់នោះវិញពួកគេនៅពេលនេះចង់លេងធေါ်ក្តៅវិញហើយព្រោះបើសិនជាការពិសោធន៍នេះបែកធ្លាយទៅដល់ប៉ូលីសឬក៏សាធារណជននោះពួកគេច្បាស់ជាមានបញ្ហាធំចាក់ជាមិនខានដែលបែបនេះពួកគេក៏បានព្រមព្រៀងគ្នាបើកនៅឧបករណ៍មួយដែលឧបករណ៍មួយនេះគឺមានសមត្ថភាពបញ្ចេញរលកសំឡេងមួយយ៉ាងដែលធ្វើឲ្យសត្វបានឮប៉ុន្តែបើចំពោះមនុស្សវិញគឺមិនអាចឮសំឡេងមួយនោះបានទេហើយពិតមែនគ្រាន់តែបើកឧបករណ៍មួយនោះបានតែមួយផ្លែតសត្វឆ្កែដែលស្ប៉ៃកំពុងតែបណ្ដើរនោះគឺវាក៏បានឮសំឡេងមួយនេះផងដែរហើយគ្រាន់តែស្ប៉ៃភ្លេចខ្លួនតែមួយផ្លែតឆ្កែមួយនោះក៏បានរត់ចេញពីស្ប៉ៃបាត់ទៅរីឯហាក់គីមឯនេះវិញដោយមិនដឹងថាទៅរកឆ្កែនៅទីណាគេក៏បានទៅរកគ្រូទាយម្នាក់ហើយគ្រាន់តែទស្សន៍ទាយបានតែមួយផ្លែតគ្រូទាយម្នាក់នោះក៏បាននិយាយថាអ្វីដែលហាក់គីមគឺកំពុងតែតាមរកនោះគឺរបស់មួយនោះនៅគៀកហាក់គីមទេហើយបើមើលទៅគឺវានៅគៀកហាក់គីមម្ដងបន្តិចហើយវាពិតជាដោយអ្វីដែលគ្រូទាយម្នាក់នោះបានទស្សន៍ទាយពិតមែនដោយសារតែសត្វឆ្កែជាច្រើនកំពុងតែដេញតាមអ្នកពិសោធន៍ទាំងអស់នោះរីឯស្ប៉ៃក៏កំពុងតែដេញតាមសត្វឆ្កែមួយនោះផងដែរឃើញអញ្ចឹងហាក់គីមក៏បានចូលរួមដែរទៅប៉ុន្តែរសឹកហាក់គីមក៏បានឃើញកន្លែងគេរៀបអាពាហ៍ពិពាហ៍មួយកន្លែងហើយដល់ឃើញឡានមួយនេះស្អាតផងហាក់គីមក៏ទៅលួចឡានមួយហ្នឹងទៅនិយាយពីថារឿងនេះចេះតែមានហ្មងហើយនៅពេលដែលហាក់គីមជិះទៅមុខបានបន្តិចស្ប៉ៃដែលកំពុងតែរត់ដេញតាមឆ្កែក៏បានកន្លែងឃើញហាក់គីមផងដែររីឯពួកអ្នកពិសោធន៍ទាំងអស់នោះវិញពួកវាក៏រៀបបាញ់សំណាញ់យកឆ្កែពិសោធន៍របស់គេវិញប៉ុន្តែចង្រៃអីសត្វឆ្កែមួយនោះគឺចេះកិច្ចសំណាញ់របស់អ្នកពិសោធន៍ទៀតចុងក្រោយនៅតែត្រូវបានហាក់គីមចាប់សត្វឆ្កែមួយនេះបានដដែលហើយដោយសារតែសត្វឆ្កែមួយនេះបានបង្កប់នៅ GPS របស់ Jet ផង Jet ក៏បានផ្ញើ map មួយនេះឲ្យទៅកាន់ Spy ទៅបន្ទាប់មក Spy ក៏បានជិះជារបស់គាត់ទៅកន្ទ្រប់ពីលើឡានរបស់ហាក់គីមដែលឃើញអាកាសមួយនេះឆ្កែមួយនោះក៏បានទៅចុចកុងតាក់ពេញនឹងតែម្ដងបន្ទាប់មកឡានមួយនោះក៏ចាប់ផ្ដើមរេរីឯពួកអ្នកពិសោធន៍ដែលនៅខាងក្រោយឯនេះវិញពួកវាក៏បានបាញ់ខ្សែមកជាប់ឡានរបស់ហាក់គីមដែរហើយនៅពេលដែលឃើញទ្វារឡានបានបើកបែបនេះឆ្កែមួយនោះក៏បានហក់ចេញពីលើឡានទៅរីឯ Spy ឃើញអញ្ចឹងក៏បានកាច់យាសរបស់គាត់ហើយជ្រេឡើងមកស្អាតទៅជួយសង្គ្រោះឆ្កែមួយនោះប៉ុន្តែតែណាតែដឹងថាការធ្វើប្រហែលរបស់គាត់តែបន្តិចនេះឡានរបស់ហាក់គីមបានរេទៅបុកនឹងប្រកាន់ដៃរបស់ស្ពានហើយក៏ធ្លាក់ចុះក្រោមទៅចំណែកពួកអ្នកពិសោធន៍ដែលបាញ់ខ្សែជាប់ឡានរបស់ហាក់គីមពួកគេក៏បានធ្លាក់ទៅតាមហាក់គីមដែរទៅប៉ុន្តែរឿងដែលសោយបំផុតហើយនឹកស្មានមកដល់នោះគឺពួកគេធ្លាក់មកចំស្ថានីយ៍ប៉ុស្តិ៍ប៉ូលីសតែម្ដងចឹងហើយហាក់គីមក៏អត់បានយកឆ្កែទៅលក់រីឯពួកអ្នកពិសោធន៍នោះក៏អត់បានយកឆ្កែរបស់ពួកគេត្រឡប់ទៅវិញដែរហើយអ្វីដែលសោយជាងនេះទៅទៀតគឺស្ប៉ៃរបស់យើងដាច់បាយទៀតហើយនៅក្នុងព័ត៌មាននោះដែរប៉ូលីសក៏បានសាកសួរហើយក៏ទទួលបានដំណឹងថាសត្វឆ្កែដែលត្រូវបានគេពិសោធន៍នោះត្រូវបានគេឲ្យឈ្មោះថា Data Dog ហើយវាគឺមិនមែនជាសត្វឆ្កែធម្មតាទេដោយសារតែវាគឺមានសមត្ថភាពខួរក្បាលដ៏អស្ចារ្យណាស់ហើយសត្វឆ្កែប្រភេទនេះបើសិនជាលក់នៅក្នុងទីផ្សារងងឹតវិញគឺតម្លៃរបស់វាថ្លៃយកតែមែនតែនអាចថាថ្លៃរហូតដល់ពិបាកកណនាអំពីតម្លៃរបស់វាទៀតរីឯដែលលក់សន្និចឲ្យបានឃើញព័ត៌មានមួយនេះវិញគឺគាត់បានត្រឹមតែហួសចិត្តជាមួយនឹងសត្វឆ្កែមួយក្បាលនោះនឹងឯងយើងងាកមកកាន់ Spy អានេះវិញ Spy ហើយនឹងចេះគឺមិនបានមើលព័ត៌មានអ្វីទេអាឡ័យតែមួម៉ៅនឹងឯង Spy ថាឲ្យ Jet នឹងយកសត្វឆ្កែមួយនឹងយកទៅបោះចោលទៅប៉ុន្តែ Jet ក៏បានតបទៅវិញថាខែឯងជាអ្នកយកសត្វឆ្កែនឹងមកយានឯងមិនបានប្រើយើងឲ្យយកបោះចោលវិញដែលបែបនេះ Jet ក៏បានចិញ្ចឹមឆ្កែមួយក្បាលនោះទៅ Spy ឃើញចឹងកាន់តែមុខស្អុយទៀតហើយព្រោះខ្លួនឯងកំពុងតែដាច់បាយផងឥឡូវនឹងត្រូវឆ្កែដណ្ដើមបាយខ្លួនឯងស៊ីទៀត Time to hit the road. See you next time.
ចឹងឲ្យមានសូមបញ្ចប់ភាគ1នេះទៅត្រឹមនឹងសិនហើយភាគ1នេះគឺយើងទទួលបានសមាជិកថ្មីគឺជាសត្វឆ្កែនឹងឯងហើយនៅភាគក្រោយយើងនឹងទទួលបានសមាជិកថ្មីម្នាក់ទៀតហើយបើសិនជាចង់ដឹងថាសមាជិកថ្មីនោះមានរូបរាងបែបណារីឯស្វាយវិញនឹងជួបរឿងសោយបែបណាទៀតគឺយើងរងចាំមើលនៅភាគទី3បន្តទៀតហើយដើម្បីកុំឲ្យខកខានភាគបន្ទាប់សម្រាប់អ្នកមកថ្មីកុំភ្លេចចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងហើយក៏អរគុណទៅដល់គ្នាយើងដែលបានប៉ាវកាហ្វេ admin នៅតាម ABA ដែរអរគុណខ្លាំងមែនតើចឹងយើងជួបគ្នានៅវីដេអូក្រោយទៀត 癒せぬまま風が吹いて